ថ្ងៃនេះបងមកបង្ហាញជាមួយនឹងប្រភេទ pointer មួយដែលវាមានរូបរាងស្អាតនិងគុណភាពខ្ពស់ហើយវាមានចំណុចសំខាន់ជាច្រើនហើយមើលទៅងាយស្រួលក្នុងការប្រើប្រាស់អញ្ចឹងថ្ងៃនេះបងមកបង្ហាញហើយនឹងបើកប្រអប់ទាំងអស់គ្នាថាតើរូបរាងវាបែបម៉េចអញ្ចឹងប្រភេទនេះគេហៅថា S10 អញ្ចឹងចំពោះប្រអប់វានេះគឺមកបែបហ្នឹងគឺខ្មៅហើយនេះ pointer វាភ្ជាប់មកជាមួយនឹង pointer នេះមួយហើយនៅខាងក្រោមនេះមានខ្សែ Type C មួយហើយមានกระดาษសម្រាប់យកមកបង្ហាញក្នុងការណែនាំថាតើយើងប្រើប្រាស់បែបម៉េចអញ្ចឹងយើងមកនិយាយជាមួយនឹងរូបរាងនិងលក្ខណៈសម្បត្តិរបស់ pointer នេះអញ្ចឹងនេះជារូបរាងលក្ខណៈសម្បត្តិ pointer នេះមើលទៅរាងធំស្អាតហើយវាជាប្រភេទប្រើសាកថ្មអញ្ចឹងសម្រាប់បងទិញយកទៅគឺបងគ្រាន់តែសាកថ្មទៅក៏ប្រើបានហើយនេះគឺជាប៊ូតុនសម្រាប់បើកអញ្ចឹងសម្រាប់ការបើកមកវានឹងបង្ហាញថាមពលថ្មនៅខាងមុខអេក្រង់នៅខាងលើនេះហើយចំពោះចំណុចសំខាន់ដូចជានៅពេលដែលបងប្រើបងត្រូវយក USB នៅខាងក្រោយនេះយកទៅដោតទៅកាន់កុំព្យូទ័ររបស់បងហើយវានឹងភ្ជាប់ Bluetooth រវាង USB នេះហើយមកកាន់ឧបករណ៍ pointer នេះហើយបងអូនសូមបញ្ជាក់ថាចំពោះ pointer នេះវាអាចចអល់បង្ហាញបញ្ជាបានរហូតដល់200ម៉ែត្រហើយចំពោះ laser វាក៏បាញ់បានឆ្ងាយដែរហើយបញ្ជាក់ថាច្បាស់ល្អហើយនៅក្នុងរូបរាងខាងលើនេះវាមានចំណុចខាងស្ដាំដៃយើងចុច2ដងសម្រាប់ផ្លាស់ប្ដូរ slide ព្រួញខាងលើមានន័យថាយើងចុចដើម្បីឲ្យ slide ឡើងទៅខាងលើហើយព្រួញខាងក្រោមមានន័យថាយើងចុចឲ្យ slide បញ្ជាចុះមកខាងក្រោមអញ្ចឹងវាមាននៅខាងស្ដាំប៊ូតុនខាងស្ដាំវាអាចបន្ថយសំឡេងបានតម្លើងសំឡេងបានបើសិនជា slide របស់បងមានជាមួយនឹងបង្ហាញវីដេអូនៅពេលដែលបងបើកទៅសំឡេងនឹងវាឮខ្លាំងនៅក្នុងវីដេអូរបស់បងអាចបន្ថយឬក៏អត់ឮអញ្ចឹងនៅខាងស្ដាំដៃនេះបងអាចប្រើជាមួយនឹងលេខបូកហើយលេខដកនេះអញ្ចឹងងាយស្រួលមែនតើព្រោះអីចំពោះឧបករណ៍មួយចំនួនខ្លះអត់មានភ្ជាប់ជាមួយនឹងការបន្ថយសំឡេងឬក៏តម្លើងសំឡេងអីទេវាគ្រាន់តែអាចបញ្ជាចុះឡើងអញ្ចឹងឧបករណ៍នេះវាមានទី1រូបរាងរបស់វាស្អាតរាងធំត្រឹសហើយខាងក្រោយនេះគឺរូបរាងអាចនិយាយថាពណ៌ប្រផេះមើលទៅ premium មែនតើហើយវាធំយើងកាន់ទៅពេញដៃល្អអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូបងជំនាញធ្វើបទបង្ហាញឬក៏អ្នកដែលប្រកបអាជីវកម្មលក់ផលិតផលឬក៏លក់សេវាកម្មផ្សេងទៅជួបអតិថិជនផ្សេងអាចប្រើប្រាស់ជាមួយនឹងឧបករណ៍មួយនេះអញ្ចឹងសម្រាប់បងមានតម្រូវការអាចតាក់ទងមកកាន់ P Shop ខាងបងអូនបាន